បន្ទាប់ពីឃើញទិន្នន័យនេះគឺញាក់សាច់តែម្ដងអ្នកលេង crypto បានខាតលុយសរុបជាង 4.3 ពាន់លានដុល្លារដោយសារតែកាក់ meme coin របស់ប្រធានាធិបតីលោក Donald Trump និងប្រពន្ធរបស់គាត់តើពួកគាត់កាប់លុយបានរាប់ពាន់លានដុល្លារតាមរបៀបណាតោះតើដឹងទាំងអស់គ្នាអញ្ចឹងបើសិនជាយើងក៏លេខទៅមើលកាក់ meme coin របស់ក្តីប្រពន្ធរបស់គាត់ទី1គឺកាក់ Trump បានធ្លាប់ឡើងដល់ all time high រហូតដល់$77ដុល្លារហើយបានធ្លាក់ចុះមកវិញត្រឹម 3.50 សេនរីឯកាក់ប្រពន្ធរបស់គាត់វិញបានធ្លាក់ចុះ 99% តែម្ដងធ្លាក់មកដល់ត្រឹមតែ 0.12 សេននោះទេធ្វើឲ្យ wallet ចំនួន 2 លាននាក់កំពុងតែជាប់ហូរយ៉ាងធ្ងន់ធ្ងរតែម្ដងអញ្ចឹងរបាយការណ៍បានបង្ហាញថាក្រុមហ៊ុន Trump បាន hold supply នៃកាក់របស់ Trump រហូតដល់ 80% ហើយក្រុមហ៊ុនរបស់ Trump បានចំណេញពីថ្លៃ fee រហូតដល់ $320 លានឯណោះទី2គឺកាក់ប្រពន្ធរបស់គាត់មាន private wallet ចំនួន 24 បានលួចទិញកាក់របស់គាត់ទុកមុននឹងប្រកាសលក់ជាសាធារណៈហើយនៅពេលដែលកាក់នេះបានប្រកាសលក់ជាសាធារណៈ wallet ទាំង24នោះបានលក់កាក់ meme coin និងចោលទាំងអស់ចំណេញបានរហូតដល់$100 លានចឹងសរុបមក insider និង whale ជាង45នាក់បានកាប់លុយបានជាង$600 លានហើយបានបន្សល់ទុកឲ្យអ្នក retail investor ខាតលុយរាប់ពាន់លានដុល្លារចុះបងមកវិញគិតយ៉ាងណាដែរតើនេះគឺជាការ scam ឬក៏កំហុសរបស់អ្នកទិញដែលចូលទិញលឿនពេកនៅពេលដែលកាក់នេះកំពុងតែល្បីក៏មិនដឹងខ្ញុំដឹងផងសម្រាប់បងប្អូនដែលចង់បាក់ account តាក់ទងជាមួយនឹង crypto និង forex កុំភ្លេច click link នៅខាងក្រោម join ក្រុមរបស់ពួកយើងដើម្បីតាមដាន information ផ្សេងៗទៀតតាក់ទងជាមួយនឹងការ trading ហើយជួបអ្នកនរគ្នានៅវីដេអូក្រោយជម្រាបលា